សូមជូនរឿងជ្រូកបានឡើងជីឆ្នាំគុលកាលពីព្រេងនាយមានសេដ្ឋីប្តីប្រពន្ធមួយគូមានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់តែពួកគាត់ពុំមានសេចក្តីសុខសោះទោះបីជាមានប្រាក់កាសចាយមិនអស់ប៉ុន្តែពួកគាត់នៅតែមានចិត្តក្រៀមក្រំព្រោះតែគ្មានកូនសម្រាប់បន្តវង្សត្រកូលលុះក្រោយមកភរិយាក៏មានផ្ទៃពោះប៉ុន្តែអកុសលអ្វីកូនដែលកើតមកនោះបែរជាមានរូបរាងជាសត្វជ្រូកទៅវិញទោះជាយ៉ាងនេះក្តីឪពុកម្ដាយនៅតែអាណិតស្រឡាញ់និងចិញ្ចឹមបីបាច់កូននេះយ៉ាងល្អជ្រូកនេះមិនដូចសត្វដទៃឡើយវាចេះស្ដាប់ភាសាមនុស្សនិងមានប្រាជ្ញាឆ្លៀសវៃជ្រូកចេះជួយរក្សាការពារទ្រព្យសម្បត្តិនិងបំពេញកិច្ចការងារផ្ទះធ្វើឲ្យឪពុកម្ដាយពេញចិត្តជាខ្លាំងថ្ងៃមួយជ្រូកបានសុំឲ្យឪពុកម្ដាយទៅដណ្ដឹងប្រពន្ធឲ្យខ្លួនឪពុកម្ដាយឮហើយក៏ដកដង្ហើមធំឆ្លើយថាគ្មានអ្នកណាគេព្រមយកកូនជ្រូកធ្វើប្តីទេហើយពួកគាត់ក៏ខ្មាត់គេណាស់ដែរបើត្រូវទៅនិយាយស្ដីកូនគេនោះដោយសារឪពុកម្ដាយមិនអាចបំពេញបំណងបានជ្រូកក៏សម្រេចចិត្តចាកចេញពីផ្ទះគេបានដើរចូលទៅក្នុងព្រៃដើម្បីស្វែងរកគូស្រករដោយខ្លួនឯងដោយមិនប្រាប់ឪពុកម្ដាយមួយម៉ាត់ឡើយមុននឹងបន្តដំណើរជ្រូកបានឈរសម្រឹងឧទ្ទិសបួងសួងដល់ទេវតាសូមឲ្យជួយនាំផ្លូវគាត់ទៅជួបនឹងគូព្រេងពីអតីតជាតិនៅទិសណាមួយចុះដើរបានជាច្រើនថ្ងៃជ្រូកក៏បានជួបនឹងយាយម្នាក់កំពុងជីកដំឡូងក្នុងព្រៃស្ងាត់ជ្រូកក៏ចូលទៅសួរនាំហើយយាយក៏មានការភ្ញាក់ផ្អើយនិងអាណិតនៅពេលឮសត្វជ្រូកចេះនិយាយភាសាមនុស្សបែបនេះយាយបានប្រាប់ថាគាត់ជាស្ត្រីមេម៉ាយមានកូនស្រី2នាក់ដែលពេញក្រមុំជ្រូកឮដូច្នេះក៏សុំទៅរស់នៅជាមួយយាយហើយសន្យាថានឹងជួយរកដំឡូងយាយមិនយូរប៉ុន្មានជ្រូកក៏ចាប់ផ្ដើមឈ្មោះដីរកដំឡូងដោយសារមានឫទ្ធិពិសេសជ្រូករកបានដំឡូងគ្រប់មុខក៏ចៅជាច្រើនគំនរធ្វើឲ្យយាយពេញចិត្តចៅជ្រូកនេះជាខ្លាំងយាយបានរើដំឡូងដាក់ពេញកញ្ជើហើយឲ្យជ្រូកជួយលីត្រឡប់ទៅផ្ទះយាយសប្បាយចិត្តឥតឧបមាព្រោះបានជ្រូកឆ្លាតវៃមកជួយសម្រាលកម្លាំងមកដល់ផ្ទះយាយបានណែនាំជ្រូកដល់កូនស្រីទាំងពីរកូនបងហាក់មិនពេញចិត្តទេតែចំណែកកូនពៅនិងជ្រូកហាក់ដូចជាមាននិស្ស័យនឹងគ្នាតាំងពីបានជួបលើកដំបូងយាយបានសួរចិត្តកូនស្រីទាំងពីរនាងបងប្រកែកដាច់អហង្ការតែនាងពៅឆ្លើយថាស្រេចតែម៉ែដាក់ទុកនាងមិនប្រកែកឡើយយាយត្រេកអរណាស់ក៏ផ្សំផ្គុំនាងពៅនិងចៅជ្រូកតាមប្រពៃណីចៅជ្រូកនិងនាងពៅបានរៀបចំផ្ទះន័យដោយខ្លួនឯងយ៉ាងសុខសាន្តទោះបីប្តីមានរូបជាសត្វប៉ុន្តែនាងពៅក៏រົບស្រឡាញ់និងមើលថែប្តីយ៉ាងល្អមិនឲ្យទាស់ចិត្តឡើយកន្លះខែក្រោយមកមានដំណឹងថានឹងមានវង់ភ្លេងរបាំមកសម្ដែងនៅភូមិជិតខាងនាងស្រុកនាំគ្នាត្រេកអរតែងតួទៅមើលយ៉ាងកុកកនាងពៅក៏ចង់ទៅមើលដែរហើយបានសុំអនុញ្ញាតពីប្តីចៅជ្រូកបានប្រាប់ប្រពន្ធថាឲ្យទៅចុះគេនៅចាំផ្ទះលុះប្រពន្ធចេញទៅបាត់ចៅជ្រូកក៏ចាប់ផ្ដើមធ្វើរឿងដ៏អស្ចារ្យមួយដែលគ្មានអ្នកណានឹកស្មានដល់ឡើយចៅជ្រូកបានទំលាយស្រោមជ្រូកចិនបង្ហាញរូបរាងជាបុរសសង្ហារូបឆោមល្អព្រេងព្រៃគេបានស្លៀកពាក់យ៉ាងស្អាតបាត់និងប្រញាប់ធ្វើដំណើរទៅកាន់រោងរបាំនោះដែរទៅដល់ទីនោះចៅជ្រូកបានចូលទៅលេងភ្លេងនិងរាំយ៉ាងជំនាញអ្នកភូមិនិងនាងពៅនោមគ្នាសរសើរមិនដាច់ពីមាត់និងសម្រក់នឹងសមត្ថភាពរបស់បុរសចម្លែកនេះលុះជិតដល់ពេលចប់ការសម្ដែងចៅជ្រូកប្រញាប់រត់ត្រឡប់មកផ្ទះវិញឲ្យមុនប្រពន្ធគេបានចូលទៅក្នុងស្រោមជ្រូកវិញធ្វើដូចជាគ្មានរឿងអ្វីកើតឡើយពេលមកដល់ផ្ទះនាងពៅបានរាយរាប់ប្រាប់ប្តីអំពីបុរសរូបសង្ហាដែលនាងបានឃើញចៅជ្រូកសួរដេញដោលដោយញញឹមក្នុងចិត្តដោយដឹងថាបុរសនោះគឺជារូបគេផ្ទាល់យប់ទី3នាងពៅកោតចិត្តសង្ស័យក៏ធ្វើជាសុំតែមើលរបាំទៀតតែតាមពិតនាងបានលបត្រឡប់មកវិញដើម្បីឃ្លាំមើលសកម្មភាពរបស់ប្តីនៅផ្ទះនាងស្ទើរតែនឹងជឿភ្នែកខ្លួនឯងពេលឃើញប្តីចេញពីស្រោមជ្រូកคล้ายជាបុរសសង្ហាដែលនាងបានលួចសរសើរនាងត្រេកអរខ្លាំងណាស់នាងស្ទុះតែខាត់ប្តីមិនឲ្យចូលស្រោមវិញឡើយនាងអង្វរឲ្យប្តីរក្សារូបរាងជាមនុស្សរហូតទៅប្តីក៏យល់ព្រមហើយពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលសម័យនោះប្រទេសគ្មានស្ដេចសោយរាជពួកសេនាអាមាត្យបានដឹងដំណឹងអំពីបុរសអស្ចារ្យនេះក៏នាំគ្នាទៅអញ្ជើញចៅជ្រូកឲ្យឡើងគ្រងរាជ្យគ្រប់គ្រងនគរ
ក្រោយឡើងរៀតព្រះរាជាបានទៅជួបឪពុកម្ដាយបង្កើតពេលដឹងការពិតសេដ្ឋីប្តីប្រពន្ធត្រេកអរខ្លាំងណាស់ហើយបានមករួមនៅក្នុងរាជវាំងជាមួយព្រះរាជានិងមហេសីព្រមទាំងយាយចាស់ផងដែរដើម្បីរំលឹកបោកំណើតរបស់ខ្លួនព្រះរាជាបានបញ្ជាឲ្យដាក់ណាំមួយខាឆ្នាំកុលតំណាងឲ្យសត្វជ្រូកដូច្នេះហើយទើបយើងមានឆ្នាំកនៅក្នុងឆ្នាំ12រហូតមកដល់សព្វថ្ងៃ